ស្ងោផ្ទីបងទាក្បងមកដល់ទៀតហើយមកដល់ទៀតហើយអូយបងប្អូនអើយបើមិនស្លាត់ស្រងទេគឺថាផ្ទីគឺថាមុខម្ហូបមិនដែរនឹងមិនដឹងទៅត្រមុខម្ហូបណាឲ្យថ្មីឲ្យប្លែកពេលខ្លះតម្ហូបថ្មីប្លែកហ្នឹងយើងវាមិនសូវចូលចិត្តចឹងណាចឹងហើយក៏វាមានតែអណ្ដែនឹងឯងហើយចៃដន្យអីថ្ងៃនេះបើកទូទៅហ្នឹងគឺថាវាមានតែតកួនហើយនឹងផ្ទីនឹងឯងដល់ចឹងក៏ងាកទៅសួរប្តីខ្ញុំថាពីរហ្នឹងចង់ញ៉ាំមួយណាដល់ចង់ញ៉ាំមួយណាក៏តាំងអូនអើយស្ងោផ្ទីទៅបានទឹកស៊ុបហុតបានទឹកស្លហុតអីចឹងណាព្រោះប្តីខ្ញុំគាត់ចូលចិត្តបែបទឹកស្លហើយស្ងោផ្ទីស្ងោស្លាក់ស្រងគឺថាខ្ញុំអាសាធ្វើវីដេអូផុសមែនតើក៏ប៉ុន្តែថ្ងៃមុនឃើញមានបូនស្រីម្នាក់គាត់សួរខ្ញុំពីរបៀបធ្វើប្រហែលជាវីដេអូខ្ញុំទៅក្រោមជ្រៅពេកចឹងឲ្យគាត់មើលអត់ឃើញណាអញ្ចឹងរបៀបធ្វើរបស់ខ្ញុំគឺអត់មានអីច្រើនទេធ្វើមិនថាស្ងោផ្ទីស្ងោស្លាក់ស្រងទេគឺខ្ញុំធ្វើដូចគ្នាអញ្ចឹងមិនថាផ្ទីឬស្លាក់ស្រងទេគឺខ្ញុំតែងតែដាំទឹកដាក់ស្រុះមុនអញ្ចឹងឯងហើយបន្ទាប់មកគឺខ្ញុំឆាខ្ញីជាមួយនឹងខ្ទឹមសឲ្យឡើងឈ្ងុយហើយបានខ្ញុំដាក់សាច់កញ្ច្រាំចូលឆាជាមួយគ្នាឲ្យឡើងឈ្ងុយបន្តិចមករួចហើយខ្ញុំដាក់ជាមួយនឹងពងទាក្បុង3គ្រាប់ហើយសម្លនេះគឺខ្ញុំស្លចំនួនទឹកស្លមួយចានណាយើងដាក់ចូលហើយយើងចុចមកចុចឲ្យល្អិតជាងនឹងក៏បានចុចឲ្យធំបន្តិចក៏បានសម្រាប់ពេលយើងដួសទៅមានដោយពងទាញ៉ាំអញ្ចឹងណាហើយរួចហើយក៏ដាក់ទឹកចូលមកបើនិយាយទៅសម្លស្ងោអស់នេះគឺថាងាយស្រួលមែនតើហើយបែបសុខភាពទៀតតែស្លបែបខ្ញុំគឺថាមិនសូវជាសុខភាពទេព្រោះខ្ញុំគ្រឿងផ្សំខ្ញុំមានដូចជាអំបិលស្ករទឹកត្រីប៊ីចេងអីចឹងទៅបើចិនគេឃើញគេថាលើហើយមហូបអញហើយចិនគេដាក់តែរបៀបជាមួយនឹងអីគេដូចអាប៊ីចេងផ្លែពីបន្លែបងប្អូនអាគ្រាប់គេដាក់តែហ្នឹងមកគឺជាតិហ្មងហើយខ្ញុំដាក់ជាមួយនឹងតៅហ៊ូម្ដុំហើយក៏មានជាមួយនឹងអាគ្រាប់កេជីហ្នឹងគឺថាជំនួយភ្នែកចឹងណារួចហើយក៏មានដាក់ជាមួយនឹងម្រេចបន្តិចមកហើយភ្លក់ទៅតាមចំណង់ចំណូលចិត្តបងប្អូនចូលចិត្តរសជាតិបែបណាធ្វើតាមចំណង់ចំណូលចិត្តទៅបើនិយាយទៅស្លនេះរសជាតិដិតពេកក៏កើតដែរយើងហត់ចឹងហើយបានរៀងសាបតិចមកក៏វាល្អដើម្បីសុខភាពយើងដែរកុំញ៉ាំប្រៃខ្លាំងពេកធ្វើត្បិតតែខ្ញុំដាក់គ្រប់មុខមែនតែម្ហូបខ្ញុំអត់សូវប្រៃទេបន្ទាប់ពីយើងភ្លក់រសជាតិរួចរាល់អស់ហើយគឺថាយើងចាក់ពីលើផ្ទីតែប៉ុណ្្នឹងមកគឺរួចរាល់អស់ហើយអត់មានយកទៅដាំឲ្យពុះអីទៀតទេហើយស្លឆ្អិនរួចរាល់អស់ហើយហ្នឹងគឺថានេះខ្ញុំនឹងការងារខ្ញុំរាល់ថ្ងៃកូនធំក៏ប៉ិតមែនក៏ប៉ុន្តែបងប្អូនហើយនិយាយអស់គេខ្មាស់ទៅគឺនៅតាមបញ្ចុកបាយកូនទេហើយសួរថាមិនបានឲ្យកូនញ៉ាំខ្លួនឯងមិនក៏មិនឲ្យកូនរៀនបណ្ដោយកូនខ្លួនឯងអីចឹងមិនខ្ញុំមិនបណ្ដោយទេកូនខ្ញុំចេះញ៉ាំខ្លួនឯងគ្រាន់តែថាញ៉ាំ2-3 ស្ព្រាឆ្អែតចឹងហើយខ្ញុំចេះតាមបញ្ចុកទៅ